បងប្អូនណាខ្លះនឹកវីដេអូខ្ញុំនៅអាល្លឺម៉ង់ថ្ងៃនេះនាំបងប្អូនទៅមើលវីដេអូខ្ញុំកាលពីខែ8ឆ្នាំមុននៅអាល្លឺម៉ង់មើលចក្រានបាយនឹងកូនឆ្កែក៏ស្គាល់ដែរត្រូវអត់បើសិនជានឹកវីដេអូខ្ញុំនៅអាល្លឺម៉ង់ណាកុំភ័យអីខែក្រោយនេះខ្ញុំទៅលេងអាល្លឺម៉ង់ហើយតែមូលហេតុថ្ងៃនេះដែលកាត់វីដេអូចាស់យកមកផុសនឹងដោយសារតែពីថ្ងៃនេះរវល់តែគេងលេងហ្គេមនៅមន្ទីរពេទ្យអញ្ចឹងហើយអត់បានថតវីដេអូថ្មីផុសក៏សាររើយកវីដេអូចាស់នៅអាល្លឺម៉ង់នឹងមកផុសមកវីដេអូសិនទៅដឹងតែមានបងប្អូនខ្លះក៏នឹកដែរហើយបើសិនជាមូលហេតុអីមកគេងពេទ្យអត់ប្រាប់បងប្អូនទាំងអស់គ្នាទេព្រោះអីអត់ចង់ចែកម្លែកអីដែល stress អត់សុបាយឲ្យបងប្អូនទេយើងម្នាក់មានរឿង stress រៀងខ្លួនហើយអញ្ចឹងដឹងតែរឿងណាសុបាយទៅបានហើយបងប្អូនអរគុណបងប្អូនដែល comment ជូនពរខ្ញុំឥឡូវលេងអីហើយបានកាត់វីដេអូបញ្ចូលសលេងហ្នឹងណាគ្រាន់តែថាខានថតពីថ្ងៃទៅរៀងខ້ອຍវីដេអូអត់មានអីផុសអញ្ចឹងថ្ងៃនេះបើក្បាលវីដេអូរៀបរាប់តែប៉ុណ្្នឹងបានហើយបងប្អូនតោះជិះយន្តហោះទៅអាល្លឺម៉ង់មួយខ្ញុំទៅរំលឹកអនុស្សាវរីយ៍ពួកខ្ញុំពីរនាក់កាលពីនៅអាល្លឺម៉ង់ធ្វើម្ហូបម្ដងមើលមិនដែរសំខាន់ចាំមើល reaction ខ្លួនឯងមើលត្រឡប់ក្រោយទៅមួយឆ្នាំមុនវិញចេញមកហើយលហុងហ្នឹងគឺដឹងតែស្ងោរស៊ុបហើយសំខាន់លហុងឡើងចង់ទុំដោយសារនៅនោះអត់សូវសម្បូរទេបងប្អូនអើយអញ្ចឹងយើងប្រើរបៀបលហុងពងមាន់នឹងឯងយំងាស់ស៊ុបម្ដងបើនិយាយពីគល់សក្រីអីវិញឃើញពេលណាអាណិតខ្លួនឯងហ្មងនិយាយពីថារិះប្រើម្ដងតែមកគល់លេងមួយឆ្នាំហ៎ព្រោះអីលក្រីអីថ្លៃយ៉ាងតែបើថារបៀបធ្វើអីធ្វើឲ្យខុសក្បួនទេចាសិតតែយកសក្រីម្ដេងខ្ទឹមបារាំងនឹងយកទៅដុតសិនមុននឹងងាស់ស៊ុបហើយថ្ងៃនេះធ្វើស៊ុបកតុយគោបងប្អូនមើលវីដេអូចាស់ខ្ញុំអញ្ចឹងមានអារម្មណ៍មិនដែរបើសម្រាប់ខ្ញុំវិញខ្ញុំមានអារម្មណ៍ថាដូច slow មិនដឹងទេអញ្ចឹងតើបានវីដេអូខ្ញុំពីមុននិយាយពីថាវែងប៉ុន្តែឥឡូវគឺខ្ញុំកាត់រៀងខ្លី slow បងប្អូនចិត្តមួយណាជាងដែរបើសម្រាប់ខ្ញុំហ្មងខ្ញុំមានអារម្មណ៍ថាវីដេអូវែងពេកក៏បងប្អូនមិនសូវចិត្តមើលដែរខ្លាំងតែរៀបរាប់ស៊ុបឆ្អិនបាត់ហើយនេះបងប្អូនបើនិយាយពីម្អមវិញលោកអើយដាក់ដូចឲ្យតែធំក្លិននេះមើលត្រឡប់ក្រោយសម្រាប់ខ្ញុំបងប្អូននិយាយអារម្មណ៍ពិតមានអារម្មណ៍ថារៀនអាណិតខ្លួនឯងមើលទៅវាដូចរំបាកដែរតរំតបានស៊ុបមួយឆ្នាំគឺតែពីរអ្នកប្តីប្រពន្ធនឹងឯងសម្រាប់ពេលហ្នឹងគឺមានអារម្មណ៍ថាវាសុបាយក្តីសុខឆ្ងាញ់ហ្មងប៉ុន្តែបើប្រៀបធៀបជាមួយនឹងជីវិតឥឡូវមួយឆ្នាំក្រោយមានអារម្មណ៍ថាពេលហ្នឹងដោយរៀងឯកាដែរហ្នឹងបងប្អូនពីអ្នកប្តីប្រពន្ធម៉ងរាល់ថ្ងៃយូរបានមិត្តភក្តិបាត់អីម្លេងម្ដងនិយាយពីសុបាយរីករាយអញ្ចឹងបានថាតាំងពីមកដល់ខ្មែរវីដេអូរបស់ខ្ញុំអត់ដឹងថាបងប្អូនមើលឃើញមិនទេប៉ុន្តែសម្រាប់ខ្ញុំគឺពោពេញទៅដោយក្តីស្រឡាញ់ក្តីសុខហើយនឹងភាពកក់ក្ដៅរៀងរាល់ថ្ងៃជួបជុំក្រុមគ្រួសារនិយាយអញ្ចឹងមិនមែនថានឹកអាល្លឺម៉ង់ឯណានឹកខែក្រោយហ្នឹងគឺទៅលេងហើយកុំភ្លេចចាំមើលវីដេអូទៅរៀបរាប់ចោះឡើងនេះមកហូបយើងអូយឆ្អិនហើយពេលហ្នឹងខ្ញុំចាំបានខ្ញុំធ្វើជាមួយនឹងស៊ុបកតុយគោបងប្អូនហើយថ្ងៃហ្នឹងធ្វើមួយថ្ងៃមុនពេលប្រទេសយើងមានសង្គ្រាមហ៎ដល់ពេលថតហើយប្រទេសយើងមានសង្គ្រាមខ្ញុំអត់បានផុសវីដេអូដូចជាមួយអាទិត្យពីរអាទិត្យដល់អញ្ចឹងក៏សល់វីដេអូហ្នឹងរហូតដល់ថ្ងៃនេះឆ្នាំក្រោយមកនៅខ្មែរបានកន្លះឆ្នាំហើយទើបបានកាត់វីដេអូអីទេឥឡូវមកស្ដាប់បងម៉ៃមើលពេលហ្នឹងនិយាយខ្លះជាតិរងាស់4ម៉ោងយូរម៉េចរងាស់តាំងពីមេឃភ្លឺដល់មេឃល្ងិតជឹងនេះជាតិអញ្ចឹងមកវិជានោះហើយបើឃើញមកខ្លួនឯងវិញចង់ភ្ញាក់បងប្អូនអើយពេលហ្នឹងមុខឡើងធំប៉ោងម៉ែទាំងតែការពិតទៅការខ្ញុំនៅអាល្លឺម៉ង់គីឡូខ្ញុំតិចជាងឥឡូវ2 3គីឡូមួយរយៈនេះខ្ញុំរៀងឡើងគីឡូដែរប៉ុន្តែតាំងដាក់ពុំធ្មេញដកធៀមតាន់មកមុខដូចទូជាងនៅអាល្លឺម៉ង់ហើយបើនិយាយពីបងម៉ៃវិញបងប្អូនចាប់អារម្មណ៍នេះខ្ញុំអត់នៅអាល្លឺម៉ង់គាត់ញ៉ាំច្រើនណាស់តែដល់ពេលមកដល់ខ្មែររៀងបន្ថយញ៉ាំវិញមិនចឹងរសួងម៉ៃសិនហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអើយចាជួយមើលសិនទៅស្អែកចេញវីដេអូធម្មតាហើយបើវីដេអូទៅលេងម៉ាក់ប៉ាក្មេងនៅអាល្លឺម៉ង់ coming soon